នេះគឺជាម៉ោងទី2នៃការសិក្សាមេរៀនទី2អំពីស្វ័យគុណចាស្វ័យគុណយើងបានសិក្សារួចហើយនៅម៉ោងទី1ចឹងចូលម៉ោងទី2នេះគឺជាម៉ោងអនុវត្តលំហាត់មុននឹងអនុវត្តទៅលើលំហាត់អ្នកគ្រូសូមរំលឹករូបមន្តទាំងអស់មាន10ដែលអ្នកគ្រូបានបង្រៀននៅម៉ោងទី1ចឹងតោះរំលឹកជាមួយគ្រូទាំងអស់គ្នាអ្នកគ្រូមានរូបមន្តទី1គឺអ្នកគ្រូមានគោល A គុណនឹងគោល A គុណនឹងគោល A គុណនឹងគោល A ចឹងយើងរាប់មើលទាំងអស់មានគោល A ចំនួនប្រមាណដងគឺមានគោល A ទាំងអស់ចំនួន4ដងចឹងបើមានគោល A 4ដងយើងបាន A ស្វ័យគុណ4ចុះប្រសិនបើយើងមានគោល A គុណនឹងគោល A រហូតទៅដល់5ដងយើងបាន A ស្វ័យគុណ5ចានេះរូបមន្តទី1ចូលដល់រូបមន្តទី2គឺ A ស្វ័យគុណ m គុណនឹង A ស្វ័យគុណ n ស្មើអីវិញចាគឺស្មើនឹង A ស្វ័យគុណ m បូកនឹង n រូបមន្តទី3អ្នកគ្រូមាន A ស្វ័យគុណ n លើកជា m ចឹងគឺយើងបាន A ស្វ័យគុណ nm ទី4យើងមាន A ស្វ័យគុណ m លើ A ស្វ័យគុណ n យើងបាន A ស្វ័យគុណ m ដក n រូបមន្តទី5យើងបាន A គុណនឹង B ស្វ័យគុណ n ស្មើនឹង A ស្វ័យគុណ n គុណនឹង B ស្វ័យគុណ n ទី6យើងមាន A លើ B ស្វ័យគុណ n គឺស្មើនឹង A ស្វ័យគុណ n លើ B ស្វ័យគុណ n ទី7អ្នកគ្រូមាន x ការ៉េស្មើ a អ្នកគ្រូចង់បាន x អ្នកគ្រូរុញការ៉េទៅអង្គទី2ទៅយើងនឹងសល់ x ស្មើនឹងឬនៃ a បើអ្នកគ្រូមាន x ស្វ័យគុណ3ស្មើ a អ្នកគ្រូចង់បាន x ស្មើនឹងឬទី3នៃ a តែបើអ្នកគ្រូមាន x ស្វ័យគុណ4ស្មើ a អ្នកគ្រូចង់បាន x យើងបានឬទី4នៃ a រូបមន្តទី8បើអ្នកគ្រូមាន a ស្វ័យគុណ m លើ n ស្មើនឹង x វិញអញ្ចឹងអ្នកគ្រូចង់បាន a ស្មើនឹងឫសទី n នៃ x ស្វ័យគុណ m ដូចគ្នាផងដែរ a ស្វ័យគុណ3លើ2ស្មើនឹង x អញ្ចឹងយើងចង់បាន a ស្មើឫសទី2នៃ x ស្វ័យគុណ 3រូបមន្តទី9យើងមាន a ស្វ័យគុណដល់ n ស្មើនឹង1លើ a ស្វ័យគុណ n ចាតែបើសិនជាយើងចង់បំលែងវិញឧទាហរណ៍តែយើងមាន1លើ x ស្វ័យគុណ n អញ្ចឹងយើងអាចសរសេរថា x ស្វ័យគុណដល់ n បានចាហើយមួយទៀតលេខ10នេះគឺគ្រប់ចំនួនទាំងអស់ស្វ័យគុណ0គឺស្មើ1ឧទាហរណ៍ថា a ស្វ័យគុណ0ក៏ស្មើ1 b ស្វ័យគុណ0ក៏ស្មើ1 10ស្វ័យគុណ0ក៏ស្មើ1 20ស្វ័យគុណ0ក៏ស្មើនឹង1ដែរចាតោះយើងចាប់ផ្ដើមអនុវត្តលំហាត់ទាំងអស់គ្នានៅក្នុងលំហាត់ទី1នេះគឺអ្នកគ្រូដកស្រង់ចេញពីលំហាត់នៅក្នុងសៀវភៅពុម្ពថ្នាក់ទី8លំហាត់ទី1ចូលសរសេរផលគុណខាងក្រោមជាស្វ័យគុណរួចប្រាប់គោលនិងនិតិសន្នអញ្ចឹងអ្នកគ្រូមាន2លំហាត់គឺលំហាត់កនិងលំហាត់ខលំហាត់កអ្នកគ្រូមានគោល x សញ្ញាចុចនេះគឺស្មើនឹងសញ្ញាគុណ x គុណនឹង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  x អញ្ចឹងយើងរាប់មើលតើគោល x ទាំងអស់មានចំនួនប៉ុន្មានបើគោល x មានចំនួនប៉ុន្មានមានន័យថានិតិសន្នស្មើនឹងប៉ុណ្ណោះយើងឃើញថាគោល x ទាំងអស់គឺមានចំនួន5អញ្ចឹងគឺយើងបាន x ស្វ័យគុណ5
ចាអញ្ចឹងមានន័យថា x គឺជាអីគឺជាគោលចំណែកឯ5គឺជានីតូសនចូលដល់លំហាត់ខអ្នកគ្រូមាន y គុណនឹង y គុណនឹង y គុណនឹង y គុណរហូតដល់ទៅ2013អញ្ចឹងមានន័យថា y យើងមានចំនួន2013ចាអញ្ចឹងគោល y យើងសរសេរគោល y មកចំណែកឯនីតូសនគឺស្មើនឹង2013ចាតោះយើងមកបន្តទាំងអស់គ្នាជាមួយនឹងលំហាត់លេខ2ចូលសរសេរស្វ័យគុណខាងក្រោមជាផលគុណដែលមានកត្តាដូចគ្នារួចគណនាក3ស្វ័យគុណ4អញ្ចឹងគេឲ្យយើងសរសេរស្វ័យគុណខាងក្រោមជាផលគុណកត្តា3ស្វ័យគុណ4មានលេខ3គុណជាមួយគ្នាចំនួន4ដងចាគឺបាន3គុណនឹង3គុណនឹង3គុណនឹង3ចឹងយើងគុណមើលទាំងអស់ឃើញប៉ុន្មានគេឲ្យយើងរួចគណនាចឹងមានន័យថាយើងត្រូវគណនាឲ្យចេញជាតម្លៃលេខតើ3ស្វ័យគុណ4ហ្នឹងស្មើនឹងប៉ុន្មាន3ដង9 3ដង27 3ដងចាយើងបាន81ចឹង3ស្វ័យគុណ4គឺស្មើនឹង81ចំណែកខយើងមានដក1លើ2ស្វ័យគុណ6យើងឃើញថាដក1លើ2ស្វ័យគុណ6គឺមានលេខដក1លើ2គុណជាមួយគ្នារហូតដល់ទៅ6ដងចាដក1លើ2គុណនឹងដក1លើ2គុណនឹងដក1លើ2អញ្ចឹងយើងរាប់មើលគ្រប់6ដងនៅចា1 2 3 4 5 6គ្រប់6ដងហើយចឹងដើម្បីគុណប្រភាគគឺយើងយកភាគយកគុណនឹងភាគយកទាំងអស់នឹងមកភាគបែងគុណនឹងភាគបែងចឹងមានន័យថា1នេះក៏ស្វ័យគុណ6 2នេះក៏ស្វ័យគុណ6ដែរចឹង1ស្វ័យគុណ6គឺស្មើនឹង1គុណនឹង1គុណនឹង1 6ដងគឺនៅតែ1ដដែលចំណែក2ស្វ័យគុណ6គឺលេខ2គុណនឹង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 2គុណ2រហូតដល់6ដងតែឥឡូវយើងចាប់ផ្ដើមគណនាលើសញ្ញាសិនតើលទ្ធផលចេញជាសញ្ញាវិជ្ជមានឬក៏សញ្ញាអវិជ្ជមានចឹងយើងគុណមើលដកគុណនឹងដកយើងបានបូកដល់ពេលយើងយកបូកហ្នឹងមកគុណមួយដកវិញបានអីបានដកវិញដល់ពេលដកទៅគុណដកទៀតបូកមកគុណជាមួយដកចេញដកដល់ពេលដកមកគុណមួយដកចុងក្រោយនេះគឺបានបូកចឹងមានលទ្ធផលគឺជាចាអញ្ចឹងវិធីសាស្ត្រមួយទៀតយើងមិនចាំបាច់គុណដកចេញបូកគុណដកចេញដកចាំបើវាមានច្រើនយើងមិនច្រឡំហីដើម្បីកុំឲ្យច្រឡំយើងមើលទៅលើស្វ័យគុណនេះប្រសិនបើស្វ័យគុណគូសញ្ញាអវិជ្ជមាននេះកាលណាតែប្រសិនបើវាស្វ័យគុណសេសយើងគុណចូលគឺចេញសញ្ញាអវិជ្ជមានអញ្ចឹងយើងគុណធម្មតាមកគឺវិជ្ជមានហើយគឺស្វ័យគុណគូគឺវិជ្ជមានហើយអញ្ចឹងយើងបាន1លើ2ស្វ័យគុណ6យើងយកមក2 2ដង4 4 2ដង8 8 2ដង16 11 2ដង32 32 2ដង64អញ្ចឹងមានន័យថាចំណុចខនេះគឺដក1លើ2ស្វ័យគុណ6គឺបាន1លើ64ចូលដល់លំហាត់គោដក2ចាដក2ស្វ័យគុណ7ចេះស្វ័យគុណ7គឺជាស្វ័យគុណសេសអញ្ចឹងលទ្ធផលគឺអវិជ្ជមានហើយអញ្ចឹងយើងបានអវិជ្ជមានហើយគឺស្វ័យគុណដក2នេះគុណជាមួយដក2រហូតដល់ទៅ7ដងតែយើងមិនចាំប្រើសញ្ញាគុណកដាក៏បានដែរយើងដាក់ទៅវងកញ្ចក់អញ្ចឹងក៏យើងដឹងថាវាជាផលគុណដែរ2 4 6 7ដងចាអញ្ចឹងលទ្ធផលគឺអវិជ្ជមានហើយយើងចាប់ផ្ដើមគុណទី2 2 2ដង4 4 2ដង8 8ដង16 11 2ដង32 32 2ដង64 64 2ដង128ចាចប់លំហាត់ទី2ចូលដល់លំហាត់ទី3ចឹងមើលលំហាត់ទី3គឺអ្នកគ្រូមាន3ដែរមានកខកចឹងអ្នកគ្រូមាន x ស្វ័យគុណ9គុណនឹង x ស្វ័យគុណ4យើងធ្វើតាមរូបមន្តអីគឺយើងធ្វើតាមរូបមន្ត a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n
cứ smart đằng á xoay con ấm bột ẩn chà chân tua á cứ x chừng này tua á này cứ x này tua ấm cứ lệ 4 tua ấn cứ lệ 4 chân nhật bán cố cứ cố x mà nó 4 bột 4 chân cứ x xoay con đập 7 chà lùm hạt khó đọ bay lờ pi xoay con pi con đừng đọ bay lờ pi xoay con pi chân dân khơi thá khẳng đây có đọ bay lờ pi trong đây có đọ bay lờ pi đây chắc đọ bay lờ pi đấy cái nè chân bên đây tha tua a cô a phần dưỡng cứ đọ bay lờ pi chùm lại nị từ son ấm cứ pi nị son ấn cứ đọ pi chân này cái lúc bán cô cứ đọ bay lờ pi xoay con pi đọ pi chà chẳng lúc muốn bột bàn tay ở xa ta cả lại đọ cho những bàn pi đọ pi chân những bàn cố cứ đọ bay lục pi xoay con pi đọ pi những bàn đọ bay lục pi xoay con sồn chân này cứ thọp riêng với hai cốc chung luôn từng ngó xoay con sồn má cha cứ mà mùi cho đó lông hạt cổ lông hạt có dừng miền bay x xoay con 4 con nâng y xoay con đọ 7 cả ta cho mùi nâng đọ buồn lợ 7x xoay con pi y đấy chà chẳng cả này dân khơi phò con bấm nâng cứ dân con liệt mà mình này thà lấy con 10 lấy ạ thế để được xoay con độ ạ thế để đôi kia cứ dân con cho mùi nâng ạ thế đôi kia trong bấy cứ con cho mùi nắng bấy con cho mùi nắng đọ buồn lợ 7 chùm lại ai x dân con cho mùi nắng x về con 4 con cho mùi nắng x chà chùm này ai y gạch ní dân ở bên ấy con cho mùi tê dân tục yêu má y sẽ còn đọ 7 chà ta dân kia là nè chân bay xin ngã một định bấy cứ với chùm miền chân con được đo cứ đọ 7 buồn đó đập pi chạy được bấy mà nắng buồn chà dân bạn đọ buồn x con đừng x nè châu đâu muốn á xoay con ấm con chung với á xoay con ấn mà á xoay con ấm bố ẩn chẳng những bạn x xoay con 4 bột đó cái này ní đó cứ dừng anh sẽ thả 4 đọ chung với nâng pi y cái đấy xoay con 7 chả chẳng những ở biên lệ na để ai kiện đi chung với địa bàn rồi có ạ thê để đôi khi ai kiện đi chung với địa bàn rồi có y cái đấy ní miền lấy để ai chạy đi một hiệp bàn tê chẳng chồng like cứ trầm đằng ái chà ở cuốn chân dương đang tạm đan được lồng hạt bằng tọa tiệt